បើសួរថានំកូនមកដល់លេងលើកនេះសប្បាយអត់មើលវីដេអូនេះដល់ចប់បងប្អូននឹងដឹងហើយថាវាសប្បាយខ្លាំងកម្រិតណាស់ខ្ញុំក៏ចង់ប្រាប់ប្រមាត់ថាបាយបាយមិនភ្លេចមិនបានហ្មងដូច្នេះស្វាគមន៍បងប្អូនមកកាន់ vlog គ្រូសាខ្ញុំទៅលេងសិង្ហបុរីពាក់ពីក្រោយពីធ្វើដំណើរអស់រយៈពេល2ម៉ោងឥឡូវនេះពួកយើងបានមកដល់សិង្ហបុរីហើយមក check in ហើយឥឡូវស្អីគេនេះមកធ្វើអីគេរបប banner មកគេអស់លីងកូនហើយធ្វើអីគេមិញហ្នឹងទៅទៅទៅតាមមកងាប់មកចាប់អុំឡើយបងមកគេចាំយើងតមកទៅចោលអស់ហើយនេះអត់ដឹងខាងរឿងអីគេអត់ដើរមកនេះខាងរឿងអីគេខាងរឿងអីMommy sapu it's funny. Lươn ra cái tay cho ác ấy. Đây tay chân mến. Đâu ơi. Hai chơi. Điên nát. Mama. Cho ai mà mi vô mến kìa. Dùng chân mến con bên đây con con dạ dùng đã tầm tròn đòi từ đây sang một cuối nè tầm tròn phim mình này toàn tầm một tiền đó nó 3 ngày tiền tầm màu vậy anh ơi mau tầm màu vậy lúc flop cao thế đấy nào ban môi prok sòng ha nhom nè ơi ít là cả nạp ha cái support với tầm thân mỏng nó mình ha cái pin map bot ai cho ai nè nãy vậy tư ban mà lại vậy tư dương chắc là ba mỏng không chỉ bật dương chỉ bật đai á không phải hai cho ta chậm chút ý tư nè môn này dương bật to ta nào từ một tiết nhom nồng côn màu cái lại bật chua lại bật thẹn nơi cái lại không liền nắng này nè đây còn màu liền nhưng thiệt chán từ quả đam lỗ ngay cái lại nở hay tam tất không bị đỏ tôi dương thọ sơ sát mà nên bông ổn ta bờ sân chỉ được khang khéo với nhá như là đóng tha dương của công tử nữ nông tụi xiên không bị chết muôi bị cắt chó món con tay khoản tha sủng khám cơ để dương thọ tới bị ắt khơi xa thì ta bờ được khang khéo ôi nhẹ tôi bị thoát rút lưỡi hai lần đi cứ bộ dương bật to tầm ná từ hồ cả lại ngày nhàn cứ full republic đây hai bộ dương cô bật to tầm ná ở chi taxi từ rồi cả lại kênh vì cả lại airport vì cả đó cả lại kênh từ đó ở vùng bệnh đọc cả lầu lúc thì bay để nhung mà lấy Singapore đi ha ai để nhung chắp vào đóng hai nhung pin chặt trên cây cứ nó tam plơ cứ sẽ cầm miếng đâm cho mùi nó có chiếc bay tong vậy tới mình làm thật fresh màu mà đo nắng mình thay cả lại na của mình qua bay tong này và sân chỉ biến mệt liên ấy á cứ mình là đóng tha vì từ chợ phane mong cácបងប្អូន finally គឺយើងបានមកដល់កន្លែងគេងហើយនេះក៏ជាដែរស្អាតអូស្អាតណាស់កូនណាវាបន្ទប់យើងស្អាតអត់ណាឥឡូវយើងនាំគ្នាគេងណាកូនណាទៅកន្លែងគេងសិនទៅតាមប៉ាសាអូ follow me ហ៎នោះអូនមុំដាក់តាមកាយខ្លួនដាក់តាមកាយធូលីដឺកូនដាក់តាមធូលីដឺអត់ធូជួយលើកតុងឲ្យពោះតិចមកធូអូខេក៏រេ This is your room. So 4. Oh, so sorry. 804. And you can go inside. Okay. Okay. Let's enjoy. Okay. Ôi, chiang làm sao? Đây cáiបន្ទប់ដែលយើងគេងខ្ញុំនៅនេះបន្ទប់ទូចទេថ្ងៃទៀតណាមិនគេថោកអីទេអីយ៉ាតែសំខាន់ដល់យើងគេងមិនអីម៉ាអើយើងក្រែតែមួយអូយហើយចុះ view ស្អាតម៉េះបោក view អូយវ៉ាវវាសាច់សាហារ៉ាយើងមើលតាណាអើយើងមើលតាណាមិនមើលទៅតាដេកមើលអីអូយបាច់មែនមិនអង្ហើយតកាត់ដឹងទៅកូនដេកសិនណាកូនតាតែស្ក្រាប់ថ្មីមកដល់សិង្ហបុរីក៏ចោលដែរពួកអីថ្ងៃនេះទៅធ្វើការហ៎ស្អីហើយខ្ញុំត្រូវតែយកមកដល់លេងក៏មិនខ្លាចខ្មៅដែរខ្ញុំនិយាយមែនអ្នកគេខ្លះដល់លេងអ៊ំទុក
ដល់លេងចូលឆ្នាំហើយលក្ខណៈស្បែកខ្មៅខ្លាំងសោភ្នែកមកមើលសាច់ជាមួយមីអូនេះមកខ្ជិលលីមែនទេចង់បានប្រេងចិនសាយច្រើនជាងមុនមែនទេចង់បានកំប៉ុងធំជាងមុនមែនទេដាក់មក That smell ជួយខ្លាំងណាស់អូទៅឆាំមកដល់ថ្ងៃនេះនៅតែមានអ្នកអត់ទាន់ជឿទេថាមិនដែលគ្រាន់តែខាត់ scrub សោះហើយអីក៏សាច់ស្អាតអញ្ចឹងប្រាប់ត្រង់ហ៎បង scrub នេះវាមិន scrub ធម្មតាទេណា scrub ដាក់ប្រេងចិនសែណាបងសួរតបងប្អូនអ្នកគាត់ធ្លាប់ប្រើ scrub ហ្នឹងទៅដឹងហីដាក់នៅលើស្បែកតែមកសន្ទុះឲ្យឡើងទៅជាក់ប្រហើយហ្មងបើសិនជា scrub ធម្មតាដែលគ្រាន់តែដាក់គ្រឿង ingredient អីចូលគ្នាយកមកខាត់នៅលើស្បែកទទួលស្គាល់ថាវាត្រឹមតែម៉ត់ឲ្យលងទន់ភ្លឺតិចតួចប៉ុន្តែចំពោះ scrub ប្រេងចិនសែនេះវិញបើសិនជាបងប្អូនជាអ្នកចូលចិត្តប្រើ scrub ប្រកាសជាលាន់មាត់ថាវាមិនមែនជា scrub ទេគឺវាលើសពី scrub ធម្មតាហ្មងហើយមិនបាច់តប្រើមកកំប៉ុងពីរកំប៉ុងឬក៏មួយឈុតពីរឈុតមិនដឹងទេណាប្រើតែលើកដបូងម្ដងទៅបងប្អូននឹងដឹងចម្លើយដោយខ្លួនឯងដោយមិនចាំបាច់ខ្ញុំប្រាប់ទេហើយពេលហ្នឹងខ្ញុំជឿបងប្អូននឹងនិយាយថាចឹងហើយបានគេលក់ដាច់ម៉េចបន្តទី1ទឹករៀបចំខ្លួនរួចហើយឥឡូវនេះគឺពួកយើងបន្តដំណើរទៅណាបងទៅណាខ្លះ What's street រាល់ពេលដើរលេងម្ដងមិនថាក្នុងឬក៏ក្រៅប្រទេសគេស្រុកឯងទេអត់តែមានប្តីខ្ញុំជីវិតខ្ញុំមានតែភាពច្រំប្រងហ្មងដោយសារតែគាត់អ្នក check in taxi អ្នកជួយយកវ៉ាលីដល់មួយគាត់ខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ចាំបាច់ហត់នឿយអីឲ្យក៏មិនចាំបាច់ទៅគិតអីដែរដើរក៏ដើរហ្មងហើយពួកយើងបានមកអង្គុយដល់ញ៉ាំអីហើយនេះយើងទៅយើងនិយាយពេញអ្នកនរគ្នាអើយនេះ oyster នេះមួយគ្រាប់វា5-10រៀលសិង្ហបុរីខ្ញុំអត់ចេះទេខ្ញុំនិយាយគឺខ្ញុំអឿនណាស់តែមានទឹកត្រីកោះកុងមានអីមិនចេះវាយជាមួយក្រូចឆ្មាយទៅរួចទេបងប្អូនដល់ពេលថ្លៃអញ្ចឹងចង់ញ៉ាំម្ដង 5-6 ម៉ាត់អីណាពលអត់ដល់នៅខ្មែរយើងញ៉ាំ1ម៉ាត់ហ៎មួយដល់ពេលឡើងខ្ញុំសុំញ៉ាំ2ម៉ាត់ដែរដោយសារវាធំពេកហ៎វាយទៅត្រីកោះកុងទៀតកាច់ឆ្ងាញ់ណាម៉ាត់មិញអស់$6